ចង់ធ្វើ logo banner ដែលស្អាតតែដឹងត្រូវធ្វើមិនមកនឹងប្រាប់វិធីធ្វើតាមខ្ញុំដឹងតែចេះតោះជាដំបូងយើងចូលមកក្នុងកម្មវិធី Play Store មកហើយយើងចុចវាយពាក្យកន្លែង search មកយើងវាយពាក្យ Canva អូខេ Canva បន្ទាប់ពីបងប្អូន install ហើយបងប្អូនចូលមកក្នុងកម្មវិធីតែបងប្អូនត្រូវដំឡើងជាមួយវាជាមួយ Gmail បងប្អូនបើមានទេបងប្អូនចូលទៅបង្កើតអានេះខ្ញុំបង្កើតហើយអូខេយើងចូលបង្កើតបន្តចុចសញ្ញាបូកដើម្បីយើងរើសទំហំប្រភេទដែលយើងចង់បានខ្ញុំចូលទៅកន្លែង search វាមកយើងវាយពាក្យ banner YouTube អូខេ banner YouTube ទេបងប្អូនរើសមកនេះសុំយកមួយនេះសូមបងប្អូនរងចាំមកវាបន្តិចវាកំពុងតែដើរហើយចំពោះ template យើងត្រូវរកកន្លែងដែល free បងប្អូនចំពោះអាផ្កាយហ្នឹងគឺប្រភេទ pro ទេនេះសញ្ញា pro ហ្នឹងគឺយើងអាចយកវាបានដែរអញ្ចឹងយើងយកអា free គឺអត់មានសញ្ញារូបមកកត់ហ្នឹងទេគឺ free យើងអាចយកបានសេរីអូខេអញ្ចឹងខ្ញុំសូមរើស template នេះមួយហើយខ្ញុំសូមចុចប៉ះវាមួយហើយខ្ញុំរកកន្លែង color ខ្ញុំដូរ color វាចំពោះ color វាខ្ញុំសូមរើសប្រភេទ color ពណ៌នេះចុះឲ្យវាស៊ីណាហើយតើបើយើងចុចឲ្យចំរូបភាពវាចំរូបភាពយើងចុចកន្លែងធុងសារ៉ាមបងប្អូនចុចកន្លែងធុងសារ៉ាមនេះមកហើយចុច delete ពាក្យ delete image ទៅពី delete image ហើយយើងចុច delete ទៀតមកហើយយើងទៅរើសពាក្យelement នេះកន្លែង element ក្រោមនេះចិត្តកន្លែង text ហ្នឹងអូខេអញ្ចឹងបងប្អូនសូមចូលទៅកន្លែង frame យកពាក្យ frame នេះមកហើយបងប្អូនរើសទំហំរើសប្រភេទស្រឡាញ់ប្រភេទមូលប្រភេទជ្រុងឬក៏ប្រភេទមិនបងប្អូនអូសមើលស្រឡាញ់ទៅហើយចំពោះខ្ញុំស្រឡាញ់ប្រភេទមូលខ្ញុំទៅរកប្រភេទមូលនេះប្រភេទមូលអញ្ចឹងដល់ចំណុចហ្នឹងបងប្អូនទាញវាឲ្យស្មើមកទាញរូបភាពមូលឲ្យស្មើហើយតមកទៀតកន្លែងអក្សរនេះយើង edit បានអញ្ចឹងបងប្អូន edit វាមក edit ដាក់ឈ្មោះយើងមក logo យើងដាក់ឈ្មោះអីខ្ញុំដាក់ឈ្មោះ logo ខ្ញុំ Sally Boy ចេះទៅតទៅទៀតខ្ញុំទាញអូសទាញមកឆ្វេងអូខេហើយអានេះខ្ញុំក៏អូសមកដែរតែខ្ញុំ edit ដូចគ្នាខ្ញុំដូរវាដាក់ថា video ចូល video short ចេះទៅsubscribe ខាងក្រោមនេះក៏ខ្ញុំទាញវាមកដែរតែខ្ញុំទាញវាមកអស់រូបកណ្ដឹងទាញវាមកយ៉ាខ្ញុំទាញវាមកឲ្យស្មើនឹងអក្សរវាទាញខ្ញុំដល់មួយមកទាញវាតិចមកអូខេអញ្ចឹងនៅមេដៃមួយទៀតនេះមេដៃចាស់ជាប់ទាញហ្នឹងទៅបន្តិចសិនហើយទាញមេដៃមកវិញអូខេហើយព្រិចព្រមវាបន្តិចមកអូខេឃើញថាបានហើយអញ្ចឹងយើងទាញអានោះមកវិញទាញរូបភាពមកវិញហើយយើងបូករូបភាពបញ្ចូលបងប្អូនសង្កត់ពាក្យវាមកអូខេពេលយើងរើសរួចហើយយើងចូលទៅកាន់ gallery ដើម្បីបូករូបភាពបញ្ចូលណានេះតទៅពីយើងចុច gallery នេះហើយយើងបូករូបភាពយើងរើសរូបភាពមកដែលយើងពេញចិត្តដាក់បញ្ចូលមកអូខេអញ្ចឹងខ្ញុំរើសរួចហើយដាក់ចូលអូខេអញ្ចឹងយើងចង់ដើម្បីវាទៅក្នុងនៅកន្លែងក្នុងប្រអប់វាមូលហ្នឹងយើងចុចសង្កត់វាមកប៉ះវាទាញយកចូលទៅក្នុងណាអូខេឃើញថាស្អាតទេហើយបញ្ជាក់កន្លែងមួយទៀតដែរគឺកន្លែងគិននេះយើងអាចចុចស្រេបន្ថែមបន្ថយបានអញ្ចឹងណាបងប្អូនអញ្ចឹងអានេះខ្ញុំលើកជាឧទាហរណ៍សម្រាប់គំរូមួយបងប្អូនយកទៅធ្វើទេតែបន្តិចបងប្អូនចុចកន្លែង color នេះមកដើម្បីរើស
កែមវាយើងរើស style កែមយើងព្រិចព្រមប៉ុណ្ណាហើយយើងដាក់ទូចកែមនោះទូចហើយតមកទៀតយើងចុចយើងអូសទៅកន្លែង bord color បន្ទាប់ពីអូសទៅកន្លែង bord color នេះយើងរើសដើម្បីយើងរើស color វារើស color កែមហ្នឹងហើយវាស៊ីនឹងរូបភាពហ្នឹងខ្ញុំដាក់ឲ្យត្រូវពណ៌ប្រោយនេះដាក់ពណ៌ទឹកក្រូចនេះប្រោយអូខេឃើញថា banner ដែលយើងធ្វើនេះគឺបានរួចរាល់ហើយអញ្ចឹងបងប្អូនអាចយកទៅសាកល្បងបានគឺងាយស្រួលគឺអត់សូវពិបាកទេជឿថាបងប្អូនអាចយកទៅធ្វើបានហើយស្អាតជាងខ្ញុំទៀតឥឡូវដើម្បីយើងចង់ share នឹងចុចសញ្ញាព្រួយនេះមកគ្រាន់តែចុចយើងប៉ក់គឺវាចូលទៅកន្លែង save ហើយរងចាំវាបន្តិចទៅគឺជាការស្រេចវាចូលទៅកន្លែងរូបថតយើងបងប្អូនវីដេអូមានតែប៉ុណ្្នឹងឯងជួបគ្នានៅវីដេអូក្រោយទៀត